ហេតុអ្វីបានជាមនុស្សខ្លះរស់នៅយ៉ាងស្រួលខណៈមនុស្សខ្លះទៀតនៅតែខំប្រឹងរហូតដល់ចាស់ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនៅរឿងនិទានមួយដែលអ្នកត្រូវតែប្រាប់ទៅកូនៗរបស់អ្នកបើយល់ពីរឿងនេះនឹងទទួលបានផលប្រយោជន៍ពេញមួយជីវិតមានរឿងដំណាលថាមានព្រះសង្ឃពីរអង្គដែលគង់នៅវត្តលើភ្នំពីរផ្សេងគ្នាហើយនៅក្បែរគ្នានៅចន្លោះរវាងភ្នំទាំងពីរមានស្ទឹងមួយព្រះសង្ឃទាំងពីរអង្គតែងតែនិមន្តចុះពីលើភ្នំទៅដងទឹកនៅស្ទឹងនៅពេលដំណើរគ្នារាល់ថ្ងៃយូរទៅព្រះអង្គទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាពេលវេលាបានកន្លងផុតទៅ5ឆ្នាំដោយមិនដឹងខ្លួនក្នុងការដងទឹករាល់ថ្ងៃស្រាប់តែថ្ងៃមួយព្រះសង្ឃនៅភ្នំខាងឆ្វេងមិនបាននិមន្តចុះមកដងទឹកព្រះសង្ឃនៅភ្នំខាងស្ដាំគិតថាប្រហែលជាព្រះអង្គសឹងជ្រុលហើយមិនបានយកចិត្តទុកដាក់ប៉ុន្តែថ្ងៃបន្ទាប់ព្រះសង្ឃនៅភ្នំខាងឆ្វេងនៅតែមិននិមន្តចុះមកដងទឹកដដែលថ្ងៃទី3ក៏ដូចគ្នារហូតដល់មួយសប្តាហ៍ក៏នៅតែដដែលក្រោយពីមួយខែកន្លងទៅព្រះសង្ឃនៅភ្នំខាងស្ដាំចាប់ផ្ដើមមិនអស់ចិត្តព្រះអង្គគិតថាប្រហែលជាមិត្តរបស់ព្រះអង្គអាពាធព្រះអង្គត្រូវតែទៅសួរសុខទុក្ខមើលថាអាចជួយអ្វីបានព្រះអង្គក៏និមន្តឡើងទៅភ្នំខាងឆ្វេងដើម្បីសួរសុខទុក្ខមិត្តចាស់របស់ព្រះអង្គពេលព្រះអង្គនិមន្តទៅដល់វត្តនៅលើភ្នំខាងឆ្វេងហើយឃើញមិត្តចាស់របស់ព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិត្តរបស់ព្រះអង្គកំពុងសមាធិមុខវត្តមិនដូចជាព្រះសង្ឃដែលមិនបានឆាន់ទឹកអស់មួយខែនោះសោះព្រះអង្គមានការចង់ដឹងហើយមានសង្ឃដីកាសួរថាដឹកគុណមិនបានចុះទៅដងទឹកអស់មួយខែហើយតើដឹកគុណមិនត្រូវការឆាន់ទឹកទេឬព្រះសង្ឃនៅភ្នំខាងឆ្វេងមានសង្ឃដីកាតបវិញថាមកអាត្មានឹងបង្ហាញបន្ទាប់មកព្រះអង្គបាននាំព្រះសង្ឃនៅភ្នំខាងស្ដាំទៅក្រោយវត្តហើយចង្អុលទៅអណ្ដូងទឹកមួយមានសង្ឃដីកាថាក្នុងរយៈពេល5ឆ្នាំនេះបន្ទាប់ពីធ្វើកិច្ចការរួចអាត្មាតែងតែរកពេលជីកអណ្ដូងនេះទោះបីពេលខ្លះរវល់យ៉ាងណាជីកបានប៉ុន្មានគឺយកប៉ុណ្ណឹងឥឡូវនេះទីបំផុតអាត្មាជីកដល់ទឹកហើយអាត្មាលែងចាំបាច់និមន្តចុះទៅដងទឹកទៀតហើយអាត្មាមានពេលច្រើនដើម្បីសមាធិដែលអាត្មាចូលចិត្តរឿងនេះបង្រៀនយើងថាទោះបីយើងទទួលបានប្រាក់ខែច្រើនពីក្រុមហ៊ុនយ៉ាងណានោះគ្រាន់តែជាការដងទឹកប៉ុណ្ណោះយើងត្រូវចេះប្រើប្រាស់ពេលវេលាក្រោយម៉ោងធ្វើការដើម្បីជីកអណ្ដូងមួយដែលជារបស់ខ្លួនឯងនិងបណ្ដុះសមត្ថភាពផ្សេងទៀតរបស់ខ្លួននៅពេលអនាគតពេលយើងចាស់ទៅលែងមានកម្លាំងប្រកួតប្រជែងជាមួយក្មេងៗយើងនៅតែមានទឹកផឹកហើយអាចផឹកដោយស្រួលដោយពាក្យចាស់ផ្ដាំថាតក់ពេញបំពង់ព្យាយាមគង់បានសម្រេច